ទោះបីយ៉ាងណាក៏ដោយក៏មានកិច្ចសហប្រតិបត្តិការមួយចំនួនដែលជាចំណុចវិជ្ជមានរវាងប្រទេសកម្ពុជានិងប្រទេសអាមេរិករដ្ឋាភិបាលកម្ពុជាមានកិច្ចសហប្រតិបត្តិការមួយចំនួនក្រោយពីវាយចាញ់សៀមមកក៏ប្រឹងប្រែងធ្វើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានជាអាចកិច្ចសហប្រតិបត្តិការមួយអន្លើតាក់ទងនឹង scammers កិច្ចសហប្រតិបត្តិការមួយអន្លើតាក់ទងនឹងគ្រឿងញៀនហើយនឹងក្រដាសប្រាក់ដុល្លារคล้ายៗកិច្ចសហប្រតិបត្តិការផ្នែកខាងសមយុទ្ធកងទ័ពការទំនាក់ទំនងគ្នាពីការចូលសម្ចតនៃនាវាចម្បាំងអាមេរិកាំងការទំនាក់ទំនងគ្នាផ្នែកខាងជំនួញដែលយោងតាមពាណិជ្ជកម្មគណៈពាណិជ្ជកម្មកម្ពុជាអាមេរិកអបអរចំពោះការដែលកើនឡើងដែលប្រទេសកម្ពុជានាំទំនិញចូលអាមេរិកច្រើនជាងមុនហើយក៏អបអរទៅនឹងតំណែងដែលកម្ពុជាទទួលនៅពន្ធអត្រាពន្ធគយ 19% ការចរចានៅបន្តតទៅទៀតរវាងកម្ពុជានិងអាមេរិកតាក់ទងនឹងវិស័យពាណិជ្ជកម្មនៅក្នុងចំណុចនេះក៏កម្ពុជាចូលរួមជាសមាជិកនៃគណៈកម្មាធិការសន្តិភាពដែលទើបនឹងបង្កើតថ្ងៃ22ខែមករាឆ្នាំ2026នេះនៅកាលពីម្សិលមិញនៅថ្ងៃទី4ខែកុម្ភៈឆ្នាំ2026សហរដ្ឋអាមេរិកបានទទួលជួបកិច្ចប្រជុំមួយដែលគេហៅថា meeting with more than 50 countries including Thailand as Vice President JD Vance floated a new critical minerals trade bloc and minimum price floor aimed at reducing reliance on China អនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក JD Vance បានធ្វើជាអ្នកទទួលភ្ញៀវនៅសហរដ្ឋអាមេរិកនៅទីក្រុង Washington កាលពីថ្ងៃទី4ខែកុម្ភៈឆ្នាំ2026បើកកិច្ចប្រជុំជាមួយនឹងប្រទេសជាង50ប្រទេសដែលនៅក្នុងនោះមានការចូលរួមពីប្រទេសដូចតទៅមានការចូលរួមពីប្រទេសដូចតទៅដែលប្រទេសនោះមានជាអាចដូចជានៅអឺរ៉ុបអ្នកដែលចូលរួមមានអាល្លឺម៉ង់បារាំងអ៊ីតាលីអេស្ប៉ាញណេធឺឡែនបែលជៀមប៉ូឡង់ស៊ុយអែតហ្វាំងឡង់ដាណឺម៉ាក់ន័រវេសាធារណរដ្ឋឆេកូនិងប្រទេសស្លូវ៉ាគៀហាង្ការីរ៉ូម៉ាញ៉ាប៊ុលហ្គារីអូស្ត្រាប្រទេសអូទ្រីសព័រទុយហ្គាល់អៃរីឡង់ប្រទេសក្រិចអេស្តូនីអាឡាតាវីអាឡាទ្វីអេស្តូនីលុតធូអេនីស្លូវ៉ានីអាក្រូជាជាដើមនៅឯអឺរ៉ុបខាងលិចមាន Switzerland ប្រទេសស្វីសនិង United Kingdom ចក្រភពអង់គ្លេសនៅអាស៊ីប៉ាស៊ីហ្វិកមានជប៉ុនកូរ៉េខាងត្បូងឥណ្ឌានៅអាស៊ីខាងត្បូងមានប៉ាគីស្ថាននៅអាស៊ីអាគ្នេយ៍មានថៃឡង់វៀតណាមឥណ្ឌូនេស៊ីម៉ាឡេស៊ីហ្វីលីពីនសិង្ហបុរីរីឯកម្ពុជាក៏មានដែរប៉ុន្តែខ្ញុំមិនដឹងថាអ្នកណាទៅជួបជុំឬក៏ទៅស្ដាប់យកការអីទេខ្ញុំអត់ដឹងច្បាស់ទេខ្ញុំគ្រាន់តែដឹងថាកម្ពុជាក៏មានពាក់ព័ន្ធក្នុងរឿងនេះអញ្ចឹងបានសេចក្តីថាកម្ពុជាក៏នៅក្នុងវងនៃការចូលប្រជុំកាលពីថ្ងៃទី4នេះដែរតែមិនដឹងអ្នកណាឬក៏បានចូលប្រជុំផ្ទាល់ខ្លួនឬមិនបានអានឹងខ្ញុំអត់ដឹងទេគ្រាន់តែខ្ញុំស្រាវជ្រាវរកបណ្ដាប្រទេសនៅអាស៊ីប៉ែកអាគ្នេយ៍ណាបានមានឃើញឈ្មោះរបស់ប្រទេសកម្ពុជានៅក្នុងនឹងដែរ
បានឃើញឈ្មោះប្រទេសកម្ពុជានៅក្នុងនឹងដែរតែអត់ដឹងថាប្រទេសកម្ពុជាមានតំណាងទៅចូលរួមនៅក្នុងនោះប៉ុន្មានអ្នកឬក៏នរណាខ្ញុំអត់បានដឹងទេណាគ្រាន់តែទទួលព័ត៌មានថា Cambodia note while not a signatory of yesterday ពុំបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំម្សិលមិញលើ specific deal State Department briefing leading up to they cited Cambodia as a partner តែក្រសួងការបរទេសសហរដ្ឋអាមេរិកបានចាត់ទុកថាកម្ពុជាជាដៃគូ in bilateral framework ក្នុងក្របខ័ណ្ឌទ្វេភាគីនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅក្នុងចុងឆ្នាំ25 keeping them in the US orbit ដែលបង្ហាញឲ្យឃើញថាកម្ពុជាក៏នៅក្នុងវងការរបស់អាមេរិកដែរក៏ប៉ុន្តែកាលពីម្សិលមិញនេះដូចជាគ្មានកម្ពុជាមានតំណាងចូលរួមនៅទីក្រុង Washington ទេទោះបីយ៉ាងណាកម្ពុជា is in the game ណានេះគឺជាអ្វីដែលសំខាន់រីឯប្រទេសដែលចូលរួមចុះហត្ថលេខាកាលពីម្សិលមិញនេះនៅទីក្រុង Washington មាន11ប្រទេសមកមាន11ប្រទេស Argentina Cook Islands Ecuador ណាគេហៅ Ecuador ណា Guinea Morocco Paraguay Peru the Philippines United Arab Emirates Uzbekistan Mexico នៅក្នុងនឹងចំណែកឯសម្ព័ន្ធមិត្តដែលជិតដិតជាមួយអាមេរិកមាន United Kingdom Australia Japan South Korea Canada France Germany Italy European Union Commission Representative ណានៅក្នុងនឹងចំណែកឯបណ្ដាប្រទេសដទៃទៀតដែលបានចូលរួមប្រជុំកាលពីម្សិលមិញមាន India Saudi Arabia Brazil Democratic Republic of the Congo Kazakhstan Angola Armenia Bahrain Belgium Bolivia Czech Republic Dominican Republic Estonia Finland Greece Kenya New Zealand Romania នេះគឺជាការប្រមូលផ្ដុំគ្នាជាង50ប្រទេសប្រជុំម្សិលមិញនេះតើកិច្ចប្រជុំនឹងគេនិយាយពីអ្វីកិច្ចប្រជុំនឹងគេហៅថាកិច្ចប្រជុំស្ដីអំពីសារធាតុរ៉ែសំខាន់ The meeting discussing the critical mineral ដែលមានការចូលរួមពីបណ្ដាប្រទេសជាង50ប្រទេសណាតើអ្វីដែលធ្វើឡើងនៅថ្ងៃទី4ម្សិលមិញនេះគឺសហរដ្ឋអាមេរិកជាអ្នកទទួលភ្ញៀវហើយការចូលរួមនេះគឺពិភាក្សាអំពី critical minerals ស្អីទៅជា critical minerals គឺមានដូចតទៅណាមានជាតិលូទៀម Cobalt Nickel Graphite ជាដើមដែលតាក់ទងនឹងសារធាតុនិងជាធាតុនៃរ៉ែកម្រតាក់ទងនឹងការផលិតរថយន្តអគ្គិសនីនិងការផលិតវត្ថុសម្រាប់តម្កល់ថាមពលជាដើមលក្ខនឹងចំណុចមួយរីឯចំណុចរ៉ែកម្រដទៃទៀតដូចជាកាល់លៀមGermanium Tungsten ជាដើមគឺប្រើប្រាស់ចំពោះ semiconductor កាំជ្រួច missile ឬក៏យន្តហោះប្រតិកម្ម smartphone ផ្កាយរណបជាដើមលក្ខនឹងសហរដ្ឋអាមេរិកមានការចាប់អារម្មណ៍ចំពោះរឿងនេះគឺជាការដណ្ដើមគ្នាកាន់កាប់ចរន្តនឹងការផ្គត់ផ្គង់រ៉ែកម្រដែលសហរដ្ឋអាមេរិកធ្លាប់ប្រើប្រាស់ប្រទេសចិនឲ្យទាញយកផលរ៉ែកម្រនិងចម្រាញ់រ៉ែកម្រនៅឯស្រុកចិនហើយចិនក៏คล้ายទៅជាយក្សសំខាន់តាក់ទងនឹងការទាញយករ៉ែកម្រនិងការចម្រាញ់រ៉ែកម្រឥឡូវនេះដោយសារភូមិសាស្ត្រនយោបាយប្រែប្រួលសហរដ្ឋអាមេរិកបង្កើតរណសិរ្ស
ដើម្បីទប់ស្កាត់កុំឲ្យចិនកាច់មូលទីផ្សារបានក៏ការប្រជុំម្សិលមិញនៅថ្ងៃទី4 ខែកុម្ភៈឆ្នាំ2026ត្រូវបានធ្វើឡើងដូច្នេះប្រទេសចិននិងប្រទេសអាមេរិកគឺកំពុងតែលេងល្បែងភូមិសាស្ត្រនយោបាយក្នុងគោលដៅដណ្ដើមការកាន់កាប់ supply chain និងការផ្គត់ផ្គង់នៃសារធាតុរ៉ែសំខាន់កម្រនៅបច្ចុប្បន្ននេះប្រទេសចិន control 60 ទៅ 70% នៃរ៉ែសំខាន់តាមរយៈការទាញផលនិងការចម្រាញ់ហើយនឹងចែកចាយ85 ទៅ 90% តាក់ទងនឹងការចម្រាញ់ 70% តាក់ទងនឹងការផលិតប្រដាប់ដាក់ថាមពលគឺថ្មដូចជាថ្មរថយន្តអីជាដើមនិង 70% តាក់ទងនឹងការផលិតតួថ្មទាំងមូល 80% គឺជាអ្នកផលិតបន្ទះសូឡាជាដើមលក្ខណៈនេះគឺជាអ្វីដែលចិនកំពុងតែคล้ายទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងពិភពលោកដូច្នេះហើយប្រទេសអាមេរិកត្រូវបំបែកការត្រួតត្រាបែបហ្នឹងក្រោយពីបានទុកឲ្យចិនคล้ายទៅជាយក្សត្រួតត្រាខាងនោះគឺប្រទេសអាមេរិកចាប់ផ្ដើមណាកែប្រែការផ្គត់ផ្គង់សំណួរសួរថាតើចិនពិតជាពូកែណាคล้ายទៅជាយក្សដ៏សំខាន់ដែលពិភពលោកជាពិសេសនៅអាមេរិកនឹងពឹងរស់ដោយសារសារធាតុរ៉ែសំខាន់ពីចិនឬចម្លើយថា yes ហើយនឹង no yes មានន័យថាម៉េចកាលពីដើមឡើយ47ឆ្នាំមុនសហរដ្ឋអាមេរិកទុកដាក់ឲ្យចិនជាទីតាំងផលិតកម្មចាប់តាំងពីទាញផលរហូតដល់ផលិតឲ្យទៅជាកំណកចម្រាញ់រួចហើយនៃសារធាតុសំខាន់ដែលអាមេរិកយកមកធ្វើឬក៏មិនយកមកធ្វើនៅលើដីខ្លួនទេផលិតនៅលើដីចិនក្នុង40ឆ្នាំជាង47ឆ្នាំនេះសហរដ្ឋអាមេរិកបានទុកឲ្យចិនធ្វើជាទីតាំងទាញផលទីតាំងប្រមូលផលទីតាំងចម្រាញ់និងទីតាំងផលិតសម្រាប់មួយចំនួនលើករណីដែលប្រើប្រាស់សារធាតុរ៉ែសំខាន់អញ្ចឹងហើយក្នុង47ឆ្នាំនេះប្រទេសចិនคล้ายទៅជាយក្សមួយដ៏ធំដែលទាញយកផលដែលប្រមូលផលដែលចម្រាញ់ដែលប្រមូលផលដែលចម្រាញ់និងដែលផ្គត់ផ្គង់លើសារធាតុរ៉ែណាលើសារធាតុរ៉ែដែលតាក់ទងនឹងរ៉ែដ៏សំខាន់ហៅថារ៉ែកម្រដែលគេយកមកផលិតទូរស័ព្ទប្រដាប់អេឡិចត្រូនិកកុំព្យូទ័រគ្រឿងប្រដាប់ semiconductor jet engine jet spare parts missile ផ្កាយរណបសត្វឡៃនិងគ្រឿងប្រដាប់ជាច្រើនអញ្ចឹងសំណួរសួរថាតើចិននឹងคล้ายទៅជាយក្សនឹងដោយសារអីដោយសារគោលនយោបាយរបស់ពិភពលោកដែលដឹកនាំដោយអាមេរិកដល់ចំណេះចេកាល47ឆ្នាំមកណាចំណេះចេកាល47ឆ្នាំកន្លងមកហ្នឹងក៏ប្រទេសចិននឹងคล้ายទៅជាយក្សមួយដែលអាចណាតែយក្សមួយណាយក្សមួយដែលអាចនឹងយក្សមួយដែលអាចនឹងធ្វើភ្លៀងធ្វើផ្គរឬក៏មូលកាច់ supply chain នៅក្នុងពិភពលោកបាននៅពេលដែលចិនបានคล้ายទៅជាយក្សផ្គត់ផ្គង់នៅរ៉ែកម្រនេះក៏ប្រទេសចិនប្រើប្រាស់នៅរ៉ែកម្រនេះជា diplomatic ជា political និង economic trade leverage គឺយកធ្វើជាគន្លឹះសម្រាប់តវ៉ាជាមួយសហរដ្ឋអាមេរិកនៅពេលដែលតវ៉ាជាមួយសហរដ្ឋអាមេរិកច្រើនសហរដ្ឋអាមេរិកក៏ដឹងថាចិនហ្នឹងក៏ធំធាត់คล้ายទៅជាយក្សហើយ
អញ្ចឹងដើម្បីកុំឲ្យចិនហ្នឹងប្រើនៅleverage ប្រើនៅឥទ្ធិពលជាកន្លឹះដែលអាចធ្វើភ្លៀងធ្វើផ្គរបានក្នុងការផ្គត់ផ្គង់រ៉ែកម្ររ៉ែសំខាន់ៗអាមេរិកក៏ត្រូវបំបែកការពឹងពាក់ទៅលើចិនគឺត្រូវបង្កើតរណសេរីរ៉ែកម្រថ្មីរណសេរីរ៉ែសំខាន់ថ្មីដើម្បីនឹងកុំឲ្យចិនប្រើប្រាស់ leverage របស់ខ្លួនកាច់កង់គៀបសង្កត់ឬក៏ធ្វើឲ្យមានការតានតឹងដល់ការផ្គត់ផ្គង់រ៉ែកម្រក្នុងពិភពលោកអាហ្នឹងគឺជាអ្វីដែលសហរដ្ឋអាមេរិកកំពុងធ្វើនាបច្ចុប្បន្ននេះទើបបានជាមានប្រជុំម្សិលមិញនៅទីក្រុង Washington ដែលសេចក្តីអញ្ជើញដល់ប្រទេសជាង50ប្រទេសហ្នឹងរួមទាំងកម្ពុជាផងកម្ពុជាក៏អាចคล้ายទៅជាដៃគូនិងคล้ายទៅជាតួមួយនៅក្នុងរឿងហ្នឹងវាអាស្រ័យទៅលើកម្ពុជាថាតើខ្សែគប់ជាមួយនឹងសហគមន៍ដឹកនាំដោយសហរដ្ឋអាមេរិកដូចម្ដេចអានោះអញ្ចឹងហើយវាមានការកែប្រែមួយចំនួនបាទដែលកំពុងតែកើតឡើងនៅក្នុងវិស័យនៃពាណិជ្ជកម្មនិងភស្តុភារកម្មពិភពលោកណាពាណិជ្ជកម្មនិងភស្តុភារកម្មពិភពលោកវាតាក់ទងគ្នាអញ្ចឹងបានជាវាកើតការប្រជុំនឹងមកហើយកម្ពុជាក៏កំពុងតែត្រូវអាមេរិកកាំងចែចង់ឲ្យនៅក្នុងបណ្ដាប្រទេសជាដៃគូផ្នែករ៉ែសំខាន់និងរ៉ែកម្រវាតាក់ទងគ្នាអញ្ចឹងបាទវាតាក់ទងគ្នាអញ្ចឹងណាបងប្អូនហើយរ៉ែសំខាន់រ៉ែកម្រនេះគឺជា national security គឺជាសន្តិសុខជាតិណាគឺជាសន្តិសុខជាតិ